បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំសូមធ្វើការ demo តាក់ទងទៅជាមួយនឹង project អឺ file មួយគឺខ្ញុំដាក់ពាក្យថា live demo របស់យើងនេះចឹងនៅក្នុង file មួយហ្នឹងយើងនឹងធ្វើការគ្រប់គ្រងវាអឺតាមរយៈការ share វាទៅជា version control ហើយយើងឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនឧទាហរណ៍ថាយើងមាន3នាក់ដើម្បីឲ្យគាត់ធ្វើការទៅលើ file របស់យើងម្នាក់ ចានៅកន្លែងនេះឧទាហរណ៍ថាដំបូងបំផុតគឺខ្ញុំ update ទៅលើ status របស់យើងគឺខ្ញុំដាក់ពាក្យថាអឺជា draft ឧទាហរណ៍កន្លែងនេះយើងមិនទាន់ approve យើងអាចដាក់ពាក្យថា pending អីចឹងទៅអញ្ចឹងstatus តាក់ទងជាមួយនឹង amount កន្លែង draft អីនេះឬក៏នៅកន្លែងអdecision នេះគឺយើងដាក់វាក្នុង list របស់យើងដែរគេ approve decision ហើយជាមួយនឹង invoice status អញ្ចឹង file មួយហ្នឹងគឺខ្ញុំនឹងត្រូវ upload វាចូលទៅក្នុង Google Space Working Space តែអ្នកទាំងអស់គ្នាប្រើទៅមួយណាក៏បានដែរអញ្ចឹងឧបមាថានៅក្នុង Working Space របស់ company មួយគឺខ្ញុំបានរៀបវាទៅជា submission review approve ហើយនិង archive អញ្ចឹងដំបូងបំផុតគឺខ្ញុំដាក់នៅក្នុង submission អញ្ចឹងខ្ញុំតម្លាក់ file មួយនេះអូខេបន្ទាប់មកទៀតនៅក្នុង file មួយនេះគឺខ្ញុំនឹងរុញ file របស់យើងហ្នឹងទៅកាន់ user ចំនួន3នាក់អញ្ចឹងដូចនៅក្នុងករណីនេះគឺខ្ញុំបាន share ទៅឲ្យ user 3នាក់អញ្ចឹងទីមួយគឺមាន editor មាន viewer ឬក៏អញ្ចឹងឧទាហរណ៍ថាខ្ញុំកែ user ទាំងអស់ឲ្យទៅជា editor អញ្ចឹងទៅឧបមាអញ្ចឹងខ្ញុំចុច save មួយបន្តមកទៀតខ្ញុំនឹងរុញខ្ញុំសាកអឺចូលទៅក្នុង email អាន email របស់ខ្ញុំនឹងទទួលបាន email ចេញពី admin គាត់ផ្ញើមកដើម្បីហ្នឹងទៅអញ្ចឹងទី1ខ្ញុំlog in ជា user ទី2អញ្ចឹងខ្ញុំសាកចូលទៅក្នុង file របស់ខ្ញុំចានៅខាងក្នុងហ្នឹងគឺយើងឃើញមាន4 folder អញ្ចឹងយើងចូលទៅក្នុង folder ទី1ដែលជាកន្លែងដែលយើង submission ហ្នឹងតាមនេះក្នុងនាមយើងជា reviewer យើងអាចចុចទៅលើ file របស់យើងអូខេអញ្ចឹងយើងបើកបានធម្មតាបន្តមកទៀតខ្ញុំជា user ទី2ឧបមាខ្ញុំត្រូវចូលមក check មើលនៅក្នុង file ហ្នឹងដើម្បី review ចាំបន្ទាប់ពីខ្ញុំ review ទៅខ្ញុំប្រើពាក្យថា submission submitted ហើយឧទាហរណ៍ថាខ្ញុំជា user ទី1ឈ្មោះសុភាច័ន្ទអញ្ចឹងខ្ញុំ click ពាក្យថា approve ហើយខ្ញុំអាច add comment បន្តិចទៅនៅកន្លែងទៅនេះឧបមាថាកន្លែងនេះខ្ញុំអាច comment ពាក្យថា I already check I already check okay and revise ទៅលើឧទាហរណ៍ថា item ឧទាហរណ៍ថា item ទី1 item 1ចឹងនៅកន្លែងនេះខ្ញុំដាក់9នេះចឹងទៅចឹងតម្លៃនៃ amount នេះវាកើនឡើងអូខេចឹងខ្ញុំចុច cell មួយតបមកទៀតនៅកន្លែងcomment របស់ខ្ញុំមិញកន្លែងនេះខ្ញុំបាត់ file មួយអូខេកន្លែងនេះខ្ញុំបើកថាcheck and revise item 1ឧទាហរណ៍ចឹងនៅកន្លែងនេះខ្ញុំអាចដាក់ពាក្យថា approve ហើយកន្លែងនេះខ្ញុំដាក់ទៅជាលេខ9អញ្ចឹងវាឡើងតម្លៃតមកទៀត file មួយហ្នឹងយើងអាចរុញវាទៅកាន់ folder បន្ទាប់មានន័យថាយើងរុញទៅអ្នកបន្ទាប់អីហ្នឹងទៅឧទាហរណ៍អញ្ចឹងខ្ញុំអាច move file របស់យើងនេះឧបមាថា move អូខេ move ទៅកាន់ folder ទី2គឺreview អូខេអញ្ចឹងមិញហ្នឹងយើងនៅក្នុង submission ខ្ញុំរុញចូលទៅក្នុង review បន្តអាហ្នឹងស្រេចតែយើងអាចរុញទៅតក៏បានអញ្ចឹងនៅក្នុង review នេះយើងទទួលបានតមកទៀតខ្ញុំជា user ទី3 user ទី2អញ្ចឹងខ្ញុំអាចចូលមកនៅក្នុង folder មួយនេះខ្ញុំបើកទៅលើ file ឧបមាមិនហ្នឹងខ្ញុំឧទាហរណ៍ថាគេនៅក្នុង submission មាននេះរបស់យើងហើយយើងរុញចូល review មិនដែលយើងបាន review អញ្ចឹងខ្ញុំចុចទៅបន្តចុចបន្តមកន័យថាយើងអាច check មើលតើ file របស់យើងហ្នឹងនេះនៅអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាច update status ខ្លួនឯងក៏បានឬក៏យើងអាចប្រើថា under review ហ្នឹងទៅចឹងនៅកន្លែងនេះដោយសារតែយើងយល់ថាអូខេអញ្ចឹងខ្ញុំ approve ទៅលើវាដោយសារ file របស់យើងជិតត្រូវហើយយើងអាចកែតែបន្តិចទេថ្ងៃខែឧទាហរណ៍ថាយើងកែដាក់ទៅជាថ្ងៃ21វិញដែរអូខេដល់មកទៀតយើងអាចប្រើពាក្យថា comment បន្តិចupdate type ហើយអញ្ចឹងយើង already approve
តមកទៀតយើងអាច move file របស់យើងមួយនឹងតទៅទៀតទៅកាន់ folder បន្តអញ្ចឹងខ្ញុំអាចចុចទៅកន្លែងfile របស់យើងហើយខ្ញុំ move ទៅកាន់folder បន្តឧទាហរណ៍ថាខ្ញុំដាក់នៅខាងក្នុង approve អូខេអញ្ចឹង approve យើងនឹងរុញទៅកាន់ final user របស់យើងឧទាហរណ៍ថាជាខ្ញុំមិនដដែលដែលជា final user នៅក្នុង approve ខ្ញុំបើកទៅលើមើលទៅលើការ review របស់ពួកគាត់ទាំងអស់គ្នាអញ្ចឹងទី1នេះមាន user ទី1 user ទី2គាត់ approve ហើយគាត់មាន comment របស់គាត់នេះ update date time update item អញ្ចឹងយើងឃើញថា item របស់យើងឡើង9ហើយ date time របស់យើងនេះគឺថ្ងៃទី21ដល់ចុងក្រោយយើងនិយាយថាអូខេ all is clean approve អញ្ចឹងយើង approve វាទៅទាំងអស់គ្នាអូខេហើយខាងលើនេះយើងឡើងដូរទៅជា under review យើងអាចប្រើពាក្យថា approve អញ្ចឹងទៅដោយសារយើងជា final decision maker អូខេចឹងប៉ុណ្ណឹងយើងនឹងទទួលបាន file របស់យើង final មួយបន្តមកទៀតអ្នកនរគ្នាអាចចង់ដឹងថាអូខេតើ file របស់យើងហ្នឹងអ្នកណាគេកែខ្លះឲ្យគេកែនៅម៉ោងណាម៉ោងណាអញ្ចឹងអ្នកនរគ្នាចុចទៅលើ file ហើយមើលពាក្យនៅកន្លែង history អញ្ចឹងបើវាមាន version history របស់វាដែលអ្នកនរគ្នាអាចស៊ីទៅលើ history នៅក្នុង file អញ្ចឹងបានន័យថា file របស់យើងនេះគឺ working ទៅលើ2 user មាន user ទី1និង user ទី2របស់យើងអញ្ចឹងមានឈ្មោះងៀនកំឡុងអញ្ចឹងហើយចុងក្រោយគឺមាន grade center បាទអញ្ចឹង original file គឺបោះនេះដោយសារតែឈ្មោះរបស់ខ្ញុំនេះខ្ញុំ rename ទៅវាដូចគ្នាអូខេអញ្ចឹង update នៅកន្លែងណាខ្លះអញ្ចឹងយើងឃើញថាទី1គឺ update ទី1នេះគឺ update នៅកន្លែង approve ហើយចុងក្រោយនេះគឺ financial manager គឺ approve ដូចគ្នាអញ្ចឹងយើងមើលនៅកន្លែង grade center ដែលជា user name ហ្នឹងគឺយើង update ទៅជា under review update that time approve ហើយនឹង center គឺគាត់ប្រើតែ update អញ្ចឹងនៅកន្លែងនេះបើអ្នកនរគ្នាចង់ restore វិញគឺយើងយក restore version វានឹងបែកទៅដែរហើយដោយសារវា final ហើយអញ្ចឹងយើងអាចសន្មតថា file របស់យើងនឹងជោគជ័យហើយតមកទៀតអ្នកនរគ្នាអាចបើកទៅលើវាហើយអាច save វាទៅជា file PDF អីចឹងទៅឧបមាអញ្ចឹងយើងអាច print ទៅលើ file របស់យើងឲ្យคล้ายទៅជា file PDF ឧទាហរណ៍ខ្ញុំអាចដាក់ download ទៅជា PDF អីចឹងទៅអូខេឧបមាថាវាជោគជ័យយើងរៀបវាស្អាតត្រូវតាម format អីចឹងទៅហើយយើង export វាចេញមកសម្រាប់ឲ្យគេប្រើប្រាស់អូខេតមកទៀត file មួយហ្នឹងបន្ទាប់ពីយើងបានជោគជ័យហើយអ្នកទាំងអស់គ្នាអាច move វាទៅកាន់ file កន្លែងមួយទៀតគឺ archive មានន័យថាសម្រាប់ហើយសម្រាប់ file មួយហ្នឹងគឺយើងលែងធ្វើការមួយវាតទៅដែរដោយសារយើងរុញវាចូលទៅក្នុង archive folder ហើយអូខេអញ្ចឹងអានេះគឺជា process មួយចំនួនទាក់ទងជាមួយនឹង workflow ដែលអ្នកទាំងអស់គ្នាអាចរៀបវានៅខាងក្នុង Google Workspace ក៏ដូចគ្នានៅខាងក្នុង Microsoft 365ក៏វាមានអានឹងដូចគ្នាដែរបាទអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដាន